ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមកនាំពុកម៉ែបងប្អូនមកទស្សនាកំសាន្តនៅកន្លែងដាំបន្លែដីមួយកន្លែងដែលជាដីរបស់បងប្អូនជាដូនមួយរបស់ខ្ញុំគាត់ទិញដីនេះហើយគាត់ទុកសម្រាប់ដាក់អីវ៉ាន់របស់គាត់ខាងតែឃ្លៀងគេបាទហើយគាត់មានលក់ជីកសកម្មសម្ភារៈកសកម្មអស់ថ្នាំជីធ្វើស្រែប្រាំងខ្សែវសាយរជីដំណាំបាទពូជក្រពូជអញ្ចឹងទៅក៏គាត់ដាំបន្លែទុកហូបហើយគាត់រវល់រកស៊ីលក់ដូរគាត់ទៅក៏ដាំទុកទៅក៏មិនបានមកបេះហូបទៅយកមិនឆ្ងាយពីផ្ទះប្រហែលតែគាត់រវល់គាត់កូនតូចផងអញ្ចឹងថានេះខ្ញុំមកបេះជំនួសបេះជំនួសគាត់បេះជំនួសគាត់នេះឃើញទេដូងឡើយយើងបេះបាន4 5 10ផ្លែហើយបាទអញ្ចឹងអានេះមិនមែនដូងនេះទេណាមិនដូងសំដែងឬក៏អីគេដូង AI អីគេដូចគេថាទេឃើញទេមកពីគល់រឹសដល់ដីដើមដល់ដីរហូតដល់ឡើងដល់បានផ្លែបាទអញ្ចឹងមិនដឹងគាត់ដាំបានខែទេបាទផ្លែតែមើលដើមនោះវាអត់ខ្ពស់មែនអត់អត់ឆ្ងាយដែរអត់វាដល់នេះដែរផ្លែសឹងតែគេគល់ហើយហ្នឹងមើលនេះមានអីខ្ពស់ហេកម្ពស់ខ្ញុំនោះ2 ម៉ែត្រណាដល់ផ្លែនេះស្ញេះនេះតូចមកធំបាទនៅជ្រុងនេះមើលមើលមិនដឹងមកពីពូជមិនដឹងមកពីដីហើយជាផ្សំកតារួមគ្នានឹងទំពូជទឹកដីវាមានជីជាតិតាមពិតដីនេះគ្មានតរជីស្អីទេដីផ្ទះគាត់ទិញដីផ្ទះស្រាប់ចឹងតើក៏គាត់ទៅធ្វើឃ្លៀងគាត់ទៅនេះគាត់ដាំអាលឹកផងអាដូងផងនេះដូងខ្ញុំហៅអាដូងនេះស៊ីមរៀបហៅអាដូងគេហៅដូងនេះដូងជ្រុងស្លប្រហើស្លអីកើតណាអានេះកវីកវងអស់លីងអានេះវាខុសប្រក្តីវាលូតលាស់ល្អនេះផ្លែតាមគល់នេះគល់គេនៅទៅនេះផ្លែមករះបាញ់ពុនខ្ញុំបេះមរៀប2 3ផ្លែដែរធំទុកចោលកាទេទៅបេះទុកស្អុយនេះតឡាចយើងធំចិត្តចឹងហើយបាទវាផ្សារថ្លោះដូចរបស់យកមកពីក្រៅប្រទេសទេរបស់ដាក់គីមីច្រើនតែខ្លះឮថាតឡាចប៉ុណ្ណេះអានេះលើគេថាយើងបានជួបផ្ទាល់គេថាចេញប៉ុណ្ណេះអីគេអាចដាក់ថ្នាំតែមួយយប់នេះអាចដល់ប៉ុណ្ណេះមែនអត់ពុកម៉ែបងប្អូនខ្ញុំឮអញ្ចឹងតឡាចដែលយើងថាជាពិសេសនៅក្រុងភ្នំពេញអីដែរថាសម្បូរយកមកពីខាងនេះខាងនោះណាបាទយើងអត់ដឹងតែបច្ចេកទេសគេធ្វើម៉េចទេតែឮថាប៉ុណ្ណេះនេះប៉ុណ្ណេះប៉ុនបិដៃធំជាងបិដៃតិចដាក់តាមយប់2 យប់នេះបានប៉ុណ្ណេះបាទខ្ញុំមិនជឿខ្ញុំមិនដឹងថាជឿឬក៏មិនជឿទេតែជាច្រើនគឺអាចគេធ្វើបានបាទតានេះគឺអត់អាចធ្វើបានទេគឺវាលាស់មកតាមសមាជិកជីវោរបស់វាតាមយ៉ាងស្តង់ដារការលូតលាស់របស់វាបាទអានេះពូជដូងតូចគេណានេះមកមួយសម្លគេដូងអត់ច្រឡំដូងលពៅសុំទោសអានោះទៅលពៅវិញតសក់នេះសក់អីទេណាដល់សក់ហូបទុំឬសក់ហូបខ្ចីនេះអានេះប្រហែលជាទុកយូរទៅអត់បានបេះអញ្ចឹងទៅវាទៅចាស់អស់ហើយអញ្ចឹងទៅយើងបេះចាស់រហូតមកកាត់នេះក៏ទុកឲ្យទុកហ្នឹងមើលក្តាប់ច្រើនតែប្រហែលដើម2 3ដើមមើលក្តាប់លោកបញ្ញាបាទអញ្ចឹងបងប្អូនដែលមានអូនណាកុំចេញកូនចូលវិញមានប្តីដីទុកចោលនេះទិញគ្រាប់លឹកគ្រាប់អាដូងគ្រាប់តឡាចទលប់ឃ្លោកគ្រាប់អីគេ
គ្រាប់ចង់តលីទឹកហើយអូអត់បានទេអានេះលឿនណាស់គេតែរៀបរយនេះចៃគ្រុតតោះអត់មើលទឹកទេអូឃើញទឹកអញ្ចឹងនិយាយពីដំណើរបន្លែអីយើងដាំចោលទៅពុកម៉ែបងប្អូនបាទយើងមានលទ្ធភាពឬក៏ដីដែលនៅជុំវិញផ្ទះមានចន្លោះ4-5 ម៉ែត្រអីដាក់ដាំចោលសាប់មើលវាដុះមិនដុះនឹងហៅថាវាជួយសម្រួលជីវភាពយើងរាល់ថ្ងៃដែរណាមាននរណាទៅហូបតឡាចដងរាល់ថ្ងៃទេគ្រាន់តែត្រឹមនឹង4-5 ថ្ងៃវាអាចចេញផ្លែវាហ្មងយើងអាចដូរហូបបានគាត់ចាប់ដើមលុយធប់ដែរចឹងបកមកពូនក្មេងនេះអាទឹកចឹងក៏បដ ாய் ពុកម៉ែបងប្អូនឃើញវានេះអានេះណាច់នេះកាន់ដែរវាលេងណានហើយមកណាប្រឡាក់ផកជាមួយម៉ែឃើញខឹងតាទៀតឯងដាក់ខោលេងលេងស្គប់ផកបាទនេះណៃប៉ាត់ប៉ះផកឯងបាទចឹងឲ្យវាស្គប់ផកតិចចឹងទឹកឡើងខែនេះខែវស្សាបកមកកសិកម្មយើងត្រឡប់ទៅលេងសំដៅមកខាងនេះគឺខែទឹកចឹងប្រយ័ត្នចាយពុកម៉ែបងប្អូនចាក់កូនណាចាក់កូនក្បែរតូចក្ដោយធំក្តីគឺប្រយ័ត្នចាក់ចាយទាំងអស់គ្នាតោះវីដេអូមានតែប៉ុណ្្នឹងទេអរគុណច្រើនតោះយើងជើងវិញ